វីដេអូហ្នឹងចង់នាំបងប្អូនប្រជាជនខ្មែរយើងមួយចំនួនដែលនៅតែមានមន្ទិលសង្ស័យជាមួយនឹងតុលាការអន្តរជាតិ ICJ ហើយក៏ដូចជាចង់ស្វែងយល់បន្ថែមតើតុលាការអន្តរជាតិ ICJ ហ្នឹងមានឥទ្ធិពលយ៉ាងណាទៅលើប្រទេសថៃនៅតែមានបងប្អូនខ្មែរយើងខ្លះគាត់នៅតែបញ្ចេញមតិថាមិនបានមិនប្តឹងទៅតុលាការ ICJ ទៅមិនបានមិនយករឿងហ្នឹងទៅតុលាការ ICJ ចេះ1ចេះ2ចេះ3ចឹងទៅតាមពិតមិនមែនថាកម្ពុជាមិនយកទៅទេគឺកម្ពុជាយកទៅហើយធ្វើច្រើនលើសពីនឹងទៀតអញ្ចឹងណាបងប្អូនtrong videoនេះសង្ឃឹមថាបងប្អូនបានស្ដាប់ហើយបានអានហើយបងប្អូនជួយ share ផងនឹងហើយដើម្បីឲ្យប្រជាជនយើងនឹងបានដឹងអំពីឥទ្ធិពលនៃតុលាការអន្តរជាតិ ICJ ទៅលើប្រទេសថៃកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពថ្ងៃទី15មិថុនាខែ6ឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំ3ក៏ជួនផងដែរកាលពី63ឆ្នាំមុននៅថ្ងៃទី15មិថុនាឆ្នាំ1962គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារពេលហ្នឹងគឺប្រជាជនខ្មែររបស់យើងរួមទាំងខ្ញុំមួយដែរគឺមានការអបអរសាទរខ្លាំងមែនទែនក៏ប៉ុន្តែបងប្អូនចាំមើលភាពបន្តទៀតតើមានការផ្លាស់ប្ដូរអីបែបម៉េចហើយហ្នឹងគឺជាភាគបន្ទាប់ទៀតនៅថ្ងៃទី23មិថុនាហ្នឹងកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អញ្ចឹងកន្លែងហ្នឹងហើយគឺជាកន្លែងដែលធ្វើឲ្យប្រជាជនហ្នឹងមានការខឹងស្អប់ទៅលើរាជរដ្ឋាភិបាលខ្លាំងចាំមើលកន្លែងណាដែលនាំឲ្យប្រជាជនហ្នឹងខឹងស្អប់ហើយនឹងគឺជាភាគ2ហើយជាកន្លែងដែលប្រជាជនរបស់យើងបដូរពីការគ្រប់គ្រងមកជាការខឹងស្អប់វិញអញ្ចឹងខ្ញុំសូមអានសេចក្តីខ្លះទៅនឹងក្រោយពីកម្ពុជាបានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង4តាមលិខិតចុះថ្ងៃទី15ខែមិថុនាខែ6ឆ្នាំ2025បងប្អូនខឹងក៏ខឹងទៅមិនជាខុសទោះអីទេតាមពិតកម្ពុជាយើងគឺធ្វើតាំងពីដើមមកមិនមែនមិនបានធ្វើនោះទេគ្រាន់តែថាយើងប្រជាជនសាមញ្ញយើងអត់ដឹងនីតិវិធីនៃតុលាការហ្នឹងបែបម៉េចចឹងទៅបងប្អូនខឹងក៏អូខេខឹងទៅក៏ប៉ុន្តែឥឡូវហ្នឹងនៅតែមានមតិតាក់ទងជាមួយនឹងឲ្យទៅប្តឹងតុលាការ ICJ ទៀតទាំងដែលយើងធ្វើតាំងពីដើមមកហើយឥឡូវខ្ញុំនាំបងប្អូនទៅមើលអតីតកាលខាងភាគីថៃមុនយើងប្តឹងតុលាការអន្តរជាតិ ICJ ទៀតតើគាត់មានសកម្មភាពបែបណានេះបងប្អូនប្រទេសថៃប្រកាសមិនទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិ ICJ និងបដិញ្ញាចរចាដោយសន្តិភាពជាមួយកម្ពុជាហើយអីផ្សេងទៀតបងប្អូនអាចធ្វើការស្កប់វីដេអូហ្នឹងឲ្យអានបញ្ជាក់បន្ថែមខ្លួនឯងមកតង់ទៀតតើវាបែបម៉េចឲ្យវាច្បាស់អញ្ចឹងណាហើយនេះជាអត្ថបទមួយដែលបញ្ជាក់ថាថៃមិនព្រមទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ អញ្ចឹងអត្ថបទហ្នឹងខ្ញុំសូមអានទាំងស្រុងតែម្ដងជាការឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជាបានបញ្ជូនកងទ័ពនិងបានបង្កើតឲ្យមានចលនាមូលនិធិគាំទ្រដល់កងទ័ពសមរភូមិជួរមុខថែមទៀតលើសពីនេះរដ្ឋាភិបាលកម្ពុជាថែមទាំងបង្ហាញជំហរប្តឹងបញ្ហាចំនួនព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរគឺកម្ពុជារៀបសេណារីយ៉ូដូចគ្នាទៅនឹងព្រឹត្តិការណ៍ឆ្នាំ2008ជុំវិញវិវាទតំបន់ប្រាសាទព្រះវិហារទន្ទឹមនឹងនេះយើងក៏ត្រូវដឹងពីរដ្ឋាភិបាលថៃយ៉ាងដូចនេះដែរគឺថាថៃបានទទួលស្គាល់ ICJ និង ICC តែរដ្ឋាភិបាលថៃមិនបានផ្ដល់សច្ចាប័នលើករណីនោះទេមានន័យថាថៃទទួលស្គាល់យុត្តាធិការ ICJ ដោយអន្លើឬដោយករណីប៉ុណ្ណោះហើយក៏មិនមានស្ថាប័នណាអាចចាប់បង្ខំថៃឲ្យអនុវត្តបាននោះដែរត្រង់នេះយើងអាចមើលឃើញថាថៃហាក់បានត្រៀមខ្លួនរួចហើយគឺថាបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនិងផ្ទៃក្នុងរដ្ឋាភិបាលខ្លួនរដ្ឋប្រហារញឹកញាប់ថៃក៏មិនដើរនយោបាយចូលជ្រោះដោយខ្លួនឯងនោះដែរជាការពិតប្រទេសថៃជាសមាជិកនៃអង្គការសហប្រជាជាតិហើយតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាស្ថាប័នតុលាការដ៏សំខាន់របស់អង្គការសហប្រជាជាតិ
ថៃទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ជាស្ថាប័នស្របច្បាប់សម្រាប់ដោះស្រាយជម្លោះរវាងរដ្ឋ ទោះជាយ៉ាងណាក៏ដោយប្រទេសថៃក៏មិនបានទទួលយកយុត្តាធិការជាកំហិតរបស់ ICJ ដែលមានន័យថាខ្លួនជ្រើសរើសតាមករណីនីមួយៗប៉ុណ្ណោះហើយថាតើត្រូវចូលរួមដែរឬយ៉ាងណាអត្ថបទដែលខ្ញុំបានអានជូនបងប្អូនស្ដាប់ហ្នឹងមិនមែនចេះតែលើកយកមកទៅពីទៅទេគឺមានប្រភពច្បាស់លាស់បងប្អូនអញ្ចឹងចាំខ្ញុំដាក់ថាតើយកចេញមកពីណាអញ្ចឹងអីដែលខ្ញុំយកចេញមកហ្នឹងគឺយកចេញមកពីខាង website រាជបណ្ឌិតសភាកម្ពុជាអញ្ចឹងបងប្អូនអាច search តាម Google ហើយអាចចូលទៅអានបាន